សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះវ៉ាន់ថ្ងៃហ្នឹងខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្វែងយល់មកខ្ញុំថាតើការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបឬក៏ហៅថា GDP យើងហ្នឹងតកតងជាមួយនឹងការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ឬក៏គ្មានការប្រាក់អត់ណោះដើម្បីយល់ដឹងអំពីបញ្ហានេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅតាមដានជាមួយនឹងការពិភាក្សារបស់មិត្តភ័ក្តិ3នាក់ដែលពួកគាត់សិតតែមានមុខរបរផ្សេងៗគ្នាតែពួកគាត់មានគំនិតចង់បង្កើតអាជីវកម្មរួមគ្នាហើយពួកគាត់ទាំងអស់នោះម្នាក់ធ្វើការជាផ្នែកធនាគារផ្នែកសេដ្ឋកិច្ចនិងផ្នែកទីផ្សារឥឡូវគ្នាយើងមកជុំគ្នាអស់ហើយខ្ញុំចង់និយាយអំពីអាជីវកម្មដែលយើងថាបានជុំគ្នាតែមុននឹងយើងចូលដល់អាជីវកម្មហ្នឹងខ្ញុំគិតថាវាក៏ជារឿងសំខាន់ដែរដែលយើងដឹងពីការវិតម្លៃទៅលើបរិយាកាសសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នហ្នឹងថាវាមានអំណោយផលអត់ហើយតើគ្នាយើងគិតមិនដែរហើយតើអត្រាការប្រាក់នៃការឲ្យខ្ចីឬក៏ការខ្ចីហ្នឹងណាវាអាចមានលទ្ធភាពសម្រាប់ផលដល់សេដ្ឋកិច្ចយើងអត់សម្រាប់ខ្ញុំគាត់ថាចំណុចហ្នឹងពាក់ព័ន្ធគ្នាហើយខ្ញុំក៏បានសិក្សាមើលពីបញ្ហាហ្នឹងដែរហើយដែលសំខាន់ជាងគេហ្នឹងយើងគឺយើងត្រូវដឹងថាតើការផ្ដល់ឥណទាននិងអត្រាការប្រាក់ហ្នឹងអាចដើរតួជាអ្នកចង្អុលឲ្យ GDP របស់យើងហ្នឹងកើនឡើងអត់ហើយមួយទៀតដល់ពេលយើងដឹងពីទំនាក់ទំនងហ្នឹងទៅវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងក្នុងការវិនិយោគជុំគ្នាហ្នឹងអាចមានភាពងាយស្រួលថែមទៀតចុះវិញហើយអត្រាការប្រាក់នោះគឺដើរតួនាទីសំខាន់មួយក្នុងការឲ្យយើងសម្រេចចិត្តថាគួរខ្ចីឬក៏អត់ធម្មតាបើអត្រាការប្រាក់កាន់តែទាបកំណើននៃការខ្ចីក៏វាកាន់តែកើនឡើងតាមនឹងដែលវាជួយពន្លឿនទៅដល់ការប្រើប្រាស់ហើយនិងការវិនិយោគដែលកត្តាទាំងពីរហ្នឹងគឺរួមសំខាន់ដែរនៅក្នុងកំណើន GDP យើងការវិភាគសាររបស់គាត់គឺពិតជាបង្ហាញពីគោលបំណងនៃប្រធានបទរបស់យើងថាតើការផ្ដល់ប្រាក់កម្ចីហើយមានអត្រាការប្រាក់ពិតជាអាចធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាយើងលូតលាស់បានដែរឬទេជាពិសេសគឺសម្រាប់សហគ្រិននិងអ្នកវិនិយោគហើយការកាត់បន្ថយអត្រាការប្រាក់ធ្វើឲ្យការខ្ចីប្រាក់របស់យើងនឹងកាន់តែមានតម្លៃថោកដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងនឹងកាន់តែមានសកម្មភាពទៀតហើយនៅមួយទៀតកម្ពុជាយើងក៏ធ្លាប់ទទួលរងកំណើនដុល្លាររូបនីយកម្មដែរដែលមានន័យថាប្រតិបត្តិការសង្កត់ទាំងអស់ហើយផលតែលុយដុល្លារអាមេរិកគេចឹងអន្តរជាតិជាតិនៃកម្ពុជាក៏ចាត់វិធានការដើម្បីរៀបចំអត្រាការប្រាក់ឡើងវិញជូនទៅដល់ធនាគារពាណិជ្ជហើយនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ប៉ុន្តែបើសិនជាធ្វើអញ្ចឹងនឹងធ្វើឲ្យការប្រើប្រាស់អត្រាការប្រាក់កាន់តែពិបាកមិនអញ្ចឹងអីធ្វើឲ្យហើយលើពីនេះទៀតនឹងការចូលរួមក្នុងការប្រើសេវាកម្មហិរញ្ញវត្ថុនៅខ្មែរយើងនឹងកំពុងតែនៅក្នុងដំណាក់កាលអភិវឌ្ឍហើយកត្តាទាំងអស់ហ្នឹងវាបានដាក់កម្រិតនៅលើការផ្លាស់ប្ដូរអត្រាការប្រាក់នៅលើសេដ្ឋកិច្ចរបស់យើងទាំងមូលហ្មងទិន្នន័យថ្មីនេះក៏បានបង្ហាញពីការធ្លាក់ចុះនៃកំណើនឥណទានដែរដែលមួយផ្នែកហ្នឹងគឺមកពីវិបត្តិ COVID-19 ដែលកើតឡើងកន្លងទៅហ្នឹងហើយនឹងការចំណាយខ្ពស់ទៅលើការខ្ចីប្រាក់ហើយលក្ខខណ្ឌទាំងអស់ហ្នឹងហើយគឺវាដាក់សម្ពាធបន្ថែមទៅដល់ការពង្រីកសេដ្ឋកិច្ចយើងទោះបីជាទ្រឹស្ដីសេដ្ឋកិច្ចផ្ដល់នូវគំនិតមួយដ៏មានប្រយោជន៍ក្តីក៏ប៉ុន្តែសេដ្ឋកិច្ចកម្ពុជារបស់យើងមួយចំនួនបានបង្ហាញឲ្យយើងមើលឃើញថានៅតែមាននូវភាពស្មុគស្មាញនៅឡើយចុះគ្នាយើងមានដឹងពីព្រឹត្តិការណ៍អីសំខាន់ៗដែលបានកើតឡើងនៅក្នុងសេដ្ឋកិច្ចយើងមួយឆ្នាំចុងក្រោយហ្នឹងអត់ខ្ញុំបានរកឃើញទិន្នន័យខ្លះពេលខ្ញុំសិក្សាពី GDP របស់យើងហ្នឹងណាហើយនេះនៅពីឆ្នាំ2016ដល់ឆ្នាំ2023ហ្នឹងអត្រាការប្រាក់នៅខ្មែរមានភាពស្ថិតស្ថេរគួរសមចន្លោះពី10ទៅ11%ប៉ុន្តែ GDP យើងរៀងប្រែប្រួលបន្តិចនៅចន្លោះឆ្នាំ2020ដោយសារជំងឺ Covid ហើយបន្ទាប់ពីហ្នឹងមក GDP របស់យើងក៏ចាប់ផ្ដើមល្អប្រសើរឡើងវិញទិញដងដល់ឥឡូវហ្នឹងប៉ុន្តែអីដែលគាត់ចាប់អារម្មណ៍ទោះបីសេដ្ឋកិច្ចឡើងចុះប៉ុណ្ណាក៏អត្រាការប្រាក់នៃកម្ចីនៅតែថេរចឹងមានន័យថាមានកត្តា macro សេដ្ឋកិច្ចផ្សេងទៀតដូចជាលក្ខខណ្ឌទីផ្សារសកលហើយនិងវិបត្តិសុខភាពសាធារណៈដែលវាក៏មានឥទ្ធិពលទៅដល់ GDP ជាជាងអត្រាការប្រាក់ក្នុងស្រុកដែរហ្នឹងហើយផ្អែកលើទិន្នន័យដែលយើងបានហ្នឹងវាច្បាស់ដែរអត្រាការប្រាក់ឥណទានរបស់យើងតែឯងហ្នឹងមិនអាចបញ្យល់ពីការប្រែប្រួលពីសកម្មភាពសេដ្ឋកិច្ចនៅខ្មែរបានទេក្រោយពីបានស្ដាប់ភាពវិញនៅលក្ខបានពិភាក្សាគ្នារួចមកបានយើងឃើញថាទិន្នន័យទាំងអស់នោះបានជំរុញឲ្យយើងយល់ដឹងនៅទំនាក់ទំនងរវាងអត្រាការប្រាក់និង GDP នៅកម្ពុជានៅមានកម្រិតនៅឡើយហើយកត្តាទាំងនោះត្រូវបានប៉ះពាល់ដល់កត្តាធំជាច្រើនជាមួយនឹងភាពស្មុគស្មាញជាច្រើននៅប្រទេសកម្ពុជាយើងនៅក្នុងការធ្វើផែនការរបស់យើងហ្នឹងណាតើយើងត្រូវយល់មិនពីស្ថានភាពសេដ្ឋកិច្ចរបស់យើង
ខ្ញុំគិតថាទោះបីជាយើងពិចារណាទៅលើអត្រាការប្រាក់ជាពិសេសកណ្ដាលប៉ុន្តែវាមិនមែនជាកត្តាតែមួយទេមានកត្តាផ្សេងទៀតដូចជាការជឿទុកចិត្តពីអ្នកវិនិយោគសកម្មភាពនៃការនាំចេញហើយនិងការចំណាយបរដ្ឋាភិបាលដែលវាក៏ជះឥទ្ធិពលទៅដល់ GDP ដែរ ហ្នឹងហើយខ្ញុំក៏គិតអញ្ចឹងដែរតាមពិតការលម្អរចនាសម្ព័ន្ធផ្សេងៗដូចជាវិស័យការអប់រំហើយការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗហ្នឹងក៏ជាកត្តាសំខាន់ដែរដែលជួយឲ្យមានកំណើន GDP នៅក្នុងសេដ្ឋកិច្ចឲ្យបានយូរអង្វែង thờiការភាសាហ្នឹងណាជួយខ្ញុំយល់បានច្រើនតទៅមួយប្រធានបទហ្នឹងខ្លាំងមែនតើហើយអរគុណវិញហើយនឹងណលេដែលបានបញ្ចូលខ្ញុំពីប្រធានបទហ្នឹង Thank you សរុបជារួមការផ្ដល់កម្ចីនៅអត្រាការប្រាក់មិនអាចដើរតួដើម្បីចង្អុលបង្ហាញអ្នកទាំងអស់គ្នាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងឲ្យរីកចម្រើនបាននោះទេសហគ្រិននិងអ្នកវិភាគសេដ្ឋកិច្ចទាំងអស់គួរតែពិចារណាឲ្យបានច្បាស់លាស់និងបន្តសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយើងឲ្យបានរីកចម្រើននិងប្រក្រតីចូលវិញអូមែនអ្នកទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់ហើយពួកយើងសង្ឃឹមថាវីដេអូនេះអាចជាចំណេះដឹងដល់អ្នកទាំងអស់គ្នាក្នុងការចែករំលែកជាមួយនឹងសេដ្ឋកិច្ចហិរញ្ញវត្ថុស្រុកខ្មែរបាយបាយ